ចាជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះអ៊ីមស្រីនិចដែលថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីរបៀបនៃការទង្វើនៅអង្គធាតុចង្អុលពណ៌ដែលធ្វើពីតែមេអំបៅហើយទាំងនេះគឺជាឧបករណ៍និងសារធាតុគីមីដែលចាំបាច់នៅក្នុងការទង្វើនៅអង្គធាតុចង្អុលពណ៌តែមេអំបៅដែលឧបករណ៍របស់យើងមានដូចជាជញ្ជីងអេឡិចត្រូនិកក្រដាសច្រោះស៊ីឡាំងក្រិតជីឡាវកៅអាក់ឡែនពីប៉ែតបន្តក់ឆ្នាំងសម្រាប់ដាំទឹកចង្ក្រានហ្គាសចំពោះសារធាតុគីមីយើងមានដូចជាតែមេអំបៅអាល់កុលហើយនិងទឹកបិទចាឥឡូវនេះយើងចូលមកដល់ដំណើរការនៃការទង្វើអង្គធាតុចង្អុលពណ៌តែមេអំបៅតែម្ដងជាដំបូងយើងត្រូវថ្លឹងតែមេអំបៅចំនួន5ក្រាមចា៎ចាបន្តមកទៀតគឺយើងវាល់ទឹកចំនួន100មីលីលីត្ររួចចាក់ចូលទៅក្នុងឆ្នាំងនិងដាក់ដាំរហូតដល់ពុះចាបន្ទាប់ពីទឹកយើងពុះហើយយើងចាក់ក្រាមតែមេអំបៅចូលហើយយើងរំងាស់វាបន្តិចឲ្យវាចេញពណ៌ចាបន្តមកយើងបិទភ្លើងហើយទុកឲ្យ solution យើងនឹងត្រជាក់សិនចាបន្តមកទៀតគឺយើងធ្វើការច្រោះ solution អង្គធាតុចង្អុលពណ៌របស់យើងចាឥឡូវនេះបន្ទាប់ពីយើងច្រោះ solution រួចហើយយើងបន្ថែមអាល់កុលចំនួន5មីលីលីត្របន្ទាប់មកយើងក្រឡេកឲ្យសព្វចំពោះការបន្ថែមអាល់កុលនេះគឺយើងមិនចាំបាច់ថែមបរិមាណច្រើនពេកទេដោយសារតែការដែលយើងបន្ថែមអាល់កុលចូលគឺដើម្បីរក្សាគុណភាពវាអញ្ចឹងសម្រាប់តែមេអំបៅនេះគឺនៅពេលដែលយើងដាក់ដាំទឹកឲ្យពុះហើយយើងដាក់ចូលហើយគឺយើងអាចប្រើបានហើយប៉ុន្តែនៅពេលដែលយើងបន្ថែមអាល់កុលគឺយើងអាចរក្សាវាទុកបានរយៈពេល1សប្តាហ៍ចាឥឡូវនេះយើងមកតេស្តអង្គធាតុចង្អុលពណ៌របស់យើងជាមួយនឹង solution acid និង solution បាសអញ្ចឹងយើងរងចាំមើលថាវានឹងប្រែប្រួលពណ៌ដូចម្ដេចចាអញ្ចឹងបន្ទាប់ពីបន្តអង្គធាតុចង្អុលពណ៌ចូលហើយយើងឃើញថា solution acid គឺវាប្រែពណ៌ពីគ្មានពណ៌មកជាពណ៌ផ្កាឈូករាងចាស់ហើយចំពោះ solution បាសគឺវាប្រែពណ៌ពីគ្មានពណ៌មកជាពណ៌បៃតងចាស់
ឥឡូវនេះដំណើរការនៃការផលិតអង្គធាតុចង្អុលពណ៌របស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់